ឡែកបងស្រីម្នាក់ហ្នឹងពីមុនគាត់មានកូនគាត់ម្នាក់រួចហើយជាមួយនឹងប្តីដើមតែក្រោយនេះគឺប្តីចុងរបស់គាត់ប្តីទី2ហើយគាត់ក៏មានកូនមួយទៀតនៅពេលអំឡុងពេលដែលគាត់បានតាក់ទងជាមួយនឹងស្វាមីរបស់គាត់ទី2ហើយគាត់ទទួលបានបុត្រាម្នាក់ទៀតហើយគាត់ក៏បានទៅស្នាក់អាស្រ័យខាងប្រុសបានន័យថាបងស្រីហ្នឹងគឺគាត់ពេលដែលគាត់រៀបការជាមួយនឹងប្តីទី2ហើយគាត់ទៅនៅជាមួយនឹងផ្ទះប្តីទី2ជាមួយនឹងម៉ែក្មេកចឹងទៅហើយពេលហ្នឹងគឺគាត់កំពុងតែទម្ងន់កូនស្ទើរតែអាចនិយាយបានថាគាត់ចិត្តនឹងគ្រប់ខែចិត្តគ្រប់ខែរឿងក៏វាចាប់ផ្ដើមកើតឡើងទៅលើរូបបងស្រីផ្ទាល់ដែលគាត់នឹងសល់រយៈពេលចន្លោះត្រឹមតែ2ខែទៀតគាត់នឹងអាចសម្រាលកូននឹងបានតែអំឡុងពេលមុនដែលកើតហេតុមុននឹងពេលដែលគាត់អាចនឹងនិយាយថាគាត់នឹងសម្រាលហ្នឹង2ខែរំពោគឺបងស្រីម្នាក់ហ្នឹងគឺគាត់ជួបរឿងដែលនឹកស្មានអត់ដល់ហើយគាត់តែព្យាយាមប្រាប់ទៅកាន់ប្តីរបស់គាត់ម៉ែក្មេករបស់គាត់តែអត់មានពីណាគេជឿគាត់ទេដោយគេថាគាត់ហ្នឹងដោយសារតែទងន់ទើបមានអារម្មណ៍វែងព្រោះអារម្មណ៍គិតច្រើនលើកទី1ដែលបងស្រីគាត់បានជួបរឿងដោយការគេងយល់សប្តិរបស់គាត់បានគេងយល់សប្តិឃើញថាគាត់ហ្នឹងបានបត់ជើងធំហើយគឺគាត់បត់ជើងធំហ្នឹងគឺអត់មានលីមុខទេអ្វីដែលគាត់ធ្លាក់ចេញពីទ្វារធំមកហ្នឹងគឺសុទ្ធសឹងតែជាសត្វក្អែបទាំងអស់នៅក្នុងយល់សប្តិហ្នឹងបងស្រីគាត់ព្យាយាមដូចថាទាញក្អែបហ្នឹងចេញពីទ្វារធំរបស់គាត់ចេញមកតែគាត់ទាញយ៉ាងណាក៏អត់ក្អែបហ្នឹងមិនជុះមកអស់ដែរអញនិយាយថាវាជ្រុះមកអត់អស់វានៅតែធ្លាក់មករហូតចឹងស្រាប់តែព្រឹកឡើងបងស្រីគាត់ក៏យករឿងហ្នឹងទៅប្រាប់ប្តីរបស់គាត់ក៏ប្រាប់ប្តីរបស់គាត់ថាយប់មិញគាត់បានគេងយល់សប្តិឃើញថាគាត់នឹងបត់ជើងមកសឹកតែសត្វក្អែបតែប្តីរបស់គាត់អត់បានជឿគាត់ក៏អត់ហ៊ាននិយាយរឿងនឹងតទៅមុខទៀតដោយសារតែគិតថារឿងនោះវាជារឿងដែលអពមង្គលណាទើបគាត់អត់និយាយរឿងនឹងទៅកាន់ប្តីគាត់ឬក៏ប្រាប់ពីដំណើរដើមតោងឲ្យអស់សាច់រឿងគឺអត់ហ៊ាននិយាយទេគាត់ក៏នឹកឃើញថាឈប់និយាយរឿងនឹងទៅនៅពេលដែលក្រោយមកទៀតហ្នឹងបងស្រីក៏គាត់ចាប់ផ្ដើមមានរឿងមួយយ៉ាងទៀតដែលកើតឡើងទៅលើគាត់តែលើកនេះវាមិនមែនជារឿងដែលគាត់ត្រូវគេងយល់សប្តិឬក៏មិនមែនជារឿងដែលគាត់ត្រូវសម្អាតសម្បាញ់ដែរហើយរឿងមួយហ្នឹងគឺគាត់បានប្រាប់ទៅកាន់ម្ដាយក្មេករបស់គាត់តែម្ដាយក្មេកគាត់ក៏អត់ជឿរឿងហ្នឹងដែរដោយលើកទី2ហ្នឹងបងស្រីគាត់ក៏មានអារម្មណ៍ថាគាត់ចេះតែមានអ្នកណាគេតាមមើលគាត់សូម្បីតែគាត់ដើរទៅណាគាត់តែតែមានអារម្មណ៍ថាគេមកជាមួយគេទៅជាមួយគេនៅគៀកនឹងខ្លួនគាត់ហើយគេតែងតែព្យាយាមខ្សឹបខ្សៀវនិយាយឲ្យគាត់លឺនៅក្នុងត្រចៀករបស់គាត់នៅពេលដែលគាត់យករឿងហ្នឹងទៅប្រាប់ម្ដាយក្មេកគាត់សូម្បីតែម្ដាយក្មេកក៏និយាយដូចគ្នានឹងប្តីរបស់គាត់គឺគេអត់មានអបិយជំនឿជឿទៅលើរឿងទាំងអស់ហ្នឹងទេបងស្រីទោះគាត់ខំព្យាយាមបញ្យល់ប៉ុណ្ណាក៏នៅតែម៉ែក្មេកគាត់ហ្នឹងអត់ជឿរឿងហ្នឹងដែរហើយគាត់ហ្នឹងក៏បងស្រីហ្នឹងគាត់ក៏ប្រាប់ប្តីក៏មិនជឿប្រាប់ម៉ែក្មេកក៏មិនជឿគាត់ក៏សម្រេចចិត្តទេទៅកាន់ម្ដាយគាត់នៅពេលដែលគាត់ទេទៅកាន់ម្ដាយគាត់ក៏ប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់ម្ដាយបកើតទេម្ដាយបកើតគាត់ហ្នឹងក៏ប្រាប់គាត់ថាឲ្យគាត់ហ្នឹងត្រឡប់មកវិញមកអញ្ចឹងណាហើយគាត់ជាប្រពន្ធហ្នឹងក៏អញ្ចឹងគាត់ក៏បានទៅសុំប្តីគាត់សុំម៉ែក្មេកគាត់ថាគាត់ចង់ទៅសម្រាលកូននៅផ្ទះម្ដាយបកើតវិញតែប្តីគឺអត់ព្រមឲ្យទៅហើយម៉ែក្មេកហ្នឹងក៏និយាយថាមិនបាច់ទៅសម្រាលកូននៅណោះទេដោយសារនៅកន្លែងនេះគឺវាមានពេទ្យមានអីចិត្តហើយមានអ្នកមើលថែអាសាដែរអញ្ចឹងកូនឯងមិនចាំបាច់ទៅទេកូនឯងនៅតែនឹងទៅដោយគាត់តែម្នាក់ឯងគាត់ប្រកែកអត់ឈ្នះទាំងដែលអារម្មណ៍គាត់ចាប់ផ្ដើមមានអារម្មណ៍ថាអំឡុងពេលដែលនិយាយជាមួយម៉ែក្មេកក៏គាត់នៅមានអារម្មណ៍ថាមានអ្នកណាលួចស្ដាប់មានអ្នកណាគេនៅចិត្តអង្គុយក្បែរដែរអញ្ចឹងណាគាត់នៅតែមានអារម្មណ៍បែបហ្នឹងតែគេអត់ជឿអញ្ចឹងគាត់ក៏អត់មានជំរឿអីក្រៅពីបើសិនជាប្តីគាត់ម៉ែក្មេកគាត់ហើយគាត់ក៏ទ្រាំនៅទៅតែបងស្រីនឹងគាត់យករឿងទាំងអស់ហ្នឹងទៅប្រាប់អ្នកចិត្តខាងអ្នកដែលនៅចិត្តគាត់ហ្នឹងនៅពេលដែលគាត់យករឿងរ៉ាវទាំងអស់ទៅប្រាប់អ្នកចិត្តខាងហ្នឹងក៏គេប្រាប់មកវិញថាអាការៈបែបហ្នឹងគឺអាការៈម្ដាយដើមចាស់ពីដើមលោកថាម្ដាយដើមឬក៏ព្រាយកលាភ្លើងណែមីអូនឯងណាប្រយ័ត្នព្រាយកលាភ្លើងកន្លងមីអូនឯងប្រយ័ត្នម្ដាយដើមគេមីអូនឯងធ្វើតាមមីងប្រាប់ព្រោះមីង
គាត់ជាមនុស្សចាស់គាត់ដឹងគាត់ក៏ប្រាប់ពីតំណែតំណមឬក៏របៀបការពារខ្លួនគាត់ក៏ប្រាប់ទៅកាន់បងស្រីម្នាក់នឹងថាមីអូនឯងយកកបិតក៏បានយកកត្រៃក៏បានមីអូនឯងយកទៅដាក់នឹងក្រោមខ្នើយក្បាលតនេកដេកដើម្បីបញ្ជាម្ដាយដើមឬក៏ព្រាយកលាភ្លើងនឹងកុំឲ្យវាមកចាស់ទុំម្នាក់ទៀតនោះក៏ឆ្លើយប្រាប់ថាហើយមីអូនឯងបើចង់ឲ្យជៀសផុតពីពួកនឹងឲ្យរកអ្នកណាគេដែលកើតឆ្នាំមមេឆ្នាំសេះឆ្នាំមមីមិនឆ្នាំមមេជាស្រីឆ្នាំមមីដើម្បីដូចថាអ្នកដែលកើតឆ្នាំមមីហ្នឹងគឺឈ្នះអ្នកដែលកើតធាតុព្រាយកលាភ្លើងអីបានអាចឈ្នះព្រាយកលាភ្លើងមកអូនឯងរកអ្នកណាគេដែលកើតឆ្នាំមមីហ្នឹងឲ្យនៅជាមួយទៅដើម្បីកុំឲ្យម្ដាយដើមឬក៏ព្រាយកលាភ្លើងគេមកលោលេអញ្ចឹងណាហើយគាត់ក៏ណែនាំរឿងច្រើនទៀតទៅកាន់បងស្រីក៏គាត់ធ្វើតាមដោយគាត់នឹងយកកបិតនឹងយកកបិតផងយកកត្រៃផងចងរុំជាមួយនឹងខ្សែអំបោះយកទៅដាក់នឹងក្បាលតនេកគាត់ហើយរឿងទាំងអស់ហ្នឹងគឺគាត់ឲ្យបានប្រាប់ទៅកាន់ប្តីគាត់ក៏បានសុំម្ដាយក្មេកហ្នឹងថាទៅលេងផ្ទះពេលហ្នឹងគឺប្តីរបស់គាត់អ្នកជូនទៅពួកគាត់ក៏បានធ្វើដំណើរចេញពីផ្ទះម៉ែក្មេកហ្នឹងដើម្បីទៅផ្ទះម៉ែបកៅទៅលេងបងប្អូននៅពេលដែលទៅហ្នឹងអ្នកទាំងអស់បងស្រីហ្នឹងគាត់មានអារម្មណ៍ថានៅក្នុងឡានគឺមិនមែនអង្គុយតែពួកគាត់តែពីអ្នកប្តីប្រពន្ធនេះមិនមែនអង្គុយតែពីអ្នកប្តីប្រពន្ធទេគឺមានអ្នកដែលអង្គុយនៅជាមួយគាត់មានអ្នកកំពុងតែអង្គុយនៅក្នុងឡាននេះជាមួយគាត់ក៏ប្រាប់ទៅកាន់ប្តីគាត់ថាបងខ្ញុំមានអារម្មណ៍ថាមានអ្នកណាគេមួយកំពុងតែអង្គុយនៅក្នុងឡានយើងដូចគ្នាប្តីគាត់នឹងបានត្រឹមតែនិយាយថាសូត្រធម៌ទៅឲ្យអារម្មណ៍ខ្លួនឯងស្ងប់មកវិញនិយាយរួមប្តីនឹងគឺគាត់អត់ព្រមជឿប្រពន្ធថាប្រពន្ធគាត់មិនតាមត្រូវអ្នកទាំងអស់គ្នាអ្នកដែលមានទម្ងន់អញ្ចឹងគួរតែមានការយកចិត្តទុកដាក់ពីប្តីមានវាគួរតែមានវិធានការណាមួយដូចថាជួយការពារប្តីការពារប្រពន្ធលើកទឹកចិត្តប្រពន្ធកុំឲ្យប្រពន្ធប្របាក់ចិត្តហើយកុំឲ្យប្រពន្ធស្ថិតនៅក្នុងអារម្មណ៍មួយហ្នឹងតែនេះគឺអត់ទេទៅជាចោទថាប្រពន្ធគិតច្រើនមកពីប្រពន្ធទម្ងន់អញ្ចឹងណា1 2 3 4 5អត់អស់ចិត្តប្តីរបស់គាត់ហ្នឹងក៏ទាញខ្សែកបតោងព្រះហ្នឹងយកមកឲ្យប្រពន្ធពាក់នៅពេលដែលបងស្រីនឹងគាត់ពាក់គាត់ក៏គាត់រៀងធូរចិត្តរហូតដល់គាត់ធ្វើដំណើរទៅដល់ផ្ទះរបស់គាត់នៅពេលដែលគាត់ទៅដល់ផ្ទះគាត់ក៏និយាយរឿងរ៉ាវនឹងប្រាប់ទៅកាន់ម្ដាយឲ្យលំអិតម្ដាយរបស់គាត់នឹងក៏យល់សាច់រឿងចឹងថាកូនក៏ខាត់កូននេះកូនឯងយប់ហ្នឹងគេងផ្ទះម៉ែមកយប់ទៅកូនស្អែកចាំទៅវិញក៏បានដែរណាមួយម៉ែចង់យកមីអូនទៅស្រោចទឹកអញ្ចឹងណាប្តីហ្នឹងក៏គេអត់តវ៉ាអីដែរគេធ្វើតាមអ្វីដែលម៉ែក្មេកហ្នឹងចង់បានអញ្ចឹងពួកគាត់ក៏សម្រាកដោយឡែកអ្នកទាំងអស់គ្នារឿងដែលកើតឡើងនៅក្នុងផ្ទះរបស់គាត់ម្ដងផ្ទះរបស់គាត់ប្រកើតម្ដងនៅពេលដែលគាត់ចាប់ផ្ដើមដឹងថាខ្លួនឯងគាត់មានរឿងរ៉ាវអត់ស្រួលដែលកើតឡើងនៅក្នុងផ្ទះរបស់គាត់ដែលគាត់ដូចមនុស្សដែលថាដឹងហេតុការណ៍មុនអញ្ចឹងដូចគាត់ដឹងហេតុការណ៍មុនអញ្ចឹងណាម៉ាក់របស់គាត់ហ្នឹងក៏ឲ្យគាត់ហ្នឹងទៅគេងនៅក្នុងបន្ទប់របស់គាត់ទៅគេងនៅក្នុងបន្ទប់គាត់តែគាត់បានតវ៉ាថាគាត់អត់គេងនៅក្នុងបន្ទប់ហ្នឹងទេមូលហេតុដែលគាត់អត់ព្រមគេងនៅក្នុងបន្ទប់ហ្នឹងទេគាត់និយាយប្រាប់ម្ដាយគាត់ថាគាត់មានអារម្មណ៍ថាមានអ្នកណាគេកំពុងតែគេងចាំនៅក្នុងបន្ទប់ហ្នឹងមានអ្នកណាគេម្នាក់កំពុងតែគេងចាំនៅក្នុងបន្ទប់ហ្នឹងម្ដាយគាត់ក៏និយាយថាបើកូនឯងមានអារម្មណ៍អញ្ចឹងកូនឯងចេះទៅកូនឯងមិនបាច់គេងនៅក្នុងបន្ទប់កូនឯងទេកូនឯងគេងបន្ទប់ម៉ែវិញអញ្ចឹងណានៅក្នុងបន្ទប់របស់ម៉ាក់គាត់នឹងគឺមានហឹងគ្រូបាត់ជីមានព្រះមានអីចឹងទៅគាត់ក៏ដេញកូនគាត់នឹងឲ្យទៅគេងនៅក្នុងបន្ទប់គាត់ទៅហើយបងស្រីនឹងក៏គាត់ព្រមទៅគេងនៅក្នុងបន្ទប់របស់ម៉ាក់គាត់ព្រមគេងណាហ្នឹងនៅពេលយប់នឹងយប់ដែលគាត់ទៅគេងនៅក្នុងផ្ទះម្ដាយគាត់បកកើតហ្នឹងក៏វាមានរឿងដូចតែខ្ញុំនិយាយអញ្ចឹងវាមានរឿងដែលកើតឡើងនៅក្នុងផ្ទះរឿងដែលលោលេងប្រឡាចឲ្យគាត់ខ្លាចគាត់នឹកថាគេនៅក្នុងបន្ទប់ម្ដាយទៅកក់ក្ដៅដោយសារបន្ទប់ម្ដាយមានឧបជាមានគ្រូមានអីចឹងមានបដិមាករមានព្រះមានអីចឹងប្រហែលគាត់កក់ក្ដៅហើយតែអ្វីដែលគាត់គិតគឺវាខុសពីអ្វីដែលគាត់ជួបគឺខុសកន្លែងហ្នឹងខ្ញុំអត់រៀនខមមិនឲ្យអ្នកដែលគាត់ពោះធំស្ដាប់ទេណាខ្ញុំអត់រៀនខមមិនឲ្យអ្នកពោះធំស្ដាប់ទេគឺកន្លែងហ្នឹងគឺបើយើងនិយាយជាភាសាសាមញ្ញថាគាត់ត្រូវបានម្ដាយដើមឬក៏ព្រាយកលាភ្លើងលោលេងគាត់អាក្រក់គាត់ក៏ចូលទៅគេងនៅក្នុងបន្ទប់ហ្នឹងជាមួយប្តីគាត់ចូលទៅគេងជាមួយប្តីគាត់សូម្បីតែពេលហ្នឹងប្តីគាត់ហ្នឹងក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលដែរពេលហ្នឹងគឺពួកគាត់សម្រានអស់ហើយតែអត់ដឹងថាប្តីគាត់ហ្នឹងមានរឿងអីទេ
đây có nhẹ có đăng thập đây có nhẹ này có xô cả ấy ở đây bà có thì vậy tha có kênh không phải tục năng bàn đâu có trong sập đá thá nơi có trong sập đá từ lỡ đồn tà hân bà chi có tha đồn ta là việc với tha ở có kênh sủa trắng á có tha kênh tới trên tầm biên ở đồng play thấy miệng làm thắt đôi nhà na trâu mưa có thì vậy thứ nó prap bồn quát con vậy tháng ở ấy tê không phải tục năng miền pre miền ấy tê hay năm mới dây ta bảo ôn tê phụ ấy rụt thọt dây ta nơi nè rụt thọt dây ta có nơi nè chứ và hai chỉ dây ta có thế tớ ở đây quát nó pro đây tờ vĩnh bây giờ quát đây tờ vĩnh có tháp ở đây quát có kênh môn quát ở đằng mấy thằng quát kênh ở lụt rứ có mau bia rắm nè đại quát miền tùng muốn quát bia rắm bẹp nên có mình đằng cái quát chập đam mà xe sao được thà cơn ở đây quát kênh ba thái quát chết tầm bia rắm mà xe sao quát sầm ở cao đó tai ông lồng bây giờ quát sầm ở cao quát coi thì vậy thá tu cả ai đẹp đắt cรูโอปเชียในขังเลือครูบัดเชียในขังเลือนั่นตูนั่นคือตูแต่ดักครูโอปเชียให้ขนมตูนั่นคือหมากกอดนั่นบอดผ่าห่มบอดพวยบอดขนาวดักในขนมนั่นนะมีนสมขนาวมีนไอในขนมนั่นจังนั้นนะกอดนั่นก่อนใหญ่ท้ากอดอัดเฮนเมอร์ตะกระจกนั่นเตะกอดคลายตะเคินไอในขนมกระจกจังนั้นนะกอดกับชีเยี่ยมหรือเป็นท่าสงบจังนะชีเยี่ยมสงบใต้เนื้อเปย์แบบกับชีเยี่ยมสงบอย่างนั้นกอดเนื้อแต่สงบอัดลุจังรอโฮตัวแต่กดบานคืนหรือบอมยางเนี่ยโดยเอาไปแต่กดเมียนอารมณ์จังคือหรือบอมนั่นคือเล็กล่างในหมกกดมั้งหรือบอมมาจางปิ่นเย็นมาจางได้บานเล็กในชั่วหมกกดนั่นแหละตอนนี้คือเหมือนดูใส่จังหนักมันเนี่ยคล้วนโดยเกล็ดดับเพลิงใช้โรเลยจังขมากรุบในล่างกับหอมไตเนี่ยนั่งบานเตาล่างแต่เหลือเจียงไตไปได้ที่เตาล่างเจียงนั่นแหละตอนนี้ไปเจียงไปเนี่ยvì miền tu cả ai đôi thì nhom riệp rọt này chẳng ấy vì cho nên cái lạnh tu nó tớ vì láng tao láng từ lường chèn bà dương riệp rọt máu bị đôi nó Superman mua đã bị tao láng chèn á quạt nó có khơi như rụt nó cho bác quạt có say ở đây quạt nó chui say ở đây quạt chui á tại ở đây quạt đôi mà nước trôi tham sản đậm chăng cứ ăn ngược sao đôi mà nước ta kia sản thông bao nhẹ nâng đê bạc nhẹ nâng đa chẳng na còn ngược này tay quạt thà bên nó cử bàn côn bồn đôn ta quạt côn bồn đôn ta quạt mình đăng tha ta chắc mà nè nơi trên này tay ta bảo vệ để quạt kết tha chia ta bảo quạt này khơi ta chắc nâng mà nè ta chắc nâng dốt bỏ tàu vay nè nâng dốt bỏ bọt té tàu vay nè nâng ao thề về lươn chàng pe để vay thề về lươn chàng nâng máu rồi thề máu hao nhé quạt khơi ta nâng á được thông vay nè nâng túc chọp nâng ất cổ á vay là túc lên nè hay có bắt tầng ta nó bắt tầng pri mà nè nó bắt chân mà quạt cọp chi chiếm đặt ở đây quạt rõ hốt to tập ở đây quạt nâng bàn ngớp pe đẹp ở đây quạt bàn ngớp quạt xô thập bong bài lư nhom sề ở đây quạt thả ấp lư quạt kinh quạt bàn lư ấy thôi quạt cọp rạp thập bong to tập kinh cài lên nhom kinh là nó nhom kinh ấp ngọc thì chẳng đấy ở đây quạt nó có chun mà kinh là cài cho mũi nó mà đài bọc quạt này cài rõ hốt đập bật lại rõ hốt đập bật lại nhá bật lại quạt dục rương rai tuần on nó tập rạp mà đài quạt tiết mà đài quát chập đam miên ở rộng thạc khát chập đam miên rộng phây khát côn ọt sập hiệp với chấn á quạt nó có thằng to côn to toàn trắc từ sau trắc ở hào từ sau trắc sau ấy ta thấy dục rương rai nó tập rạp luộc tập bậc kênh chun bạc ỏng np để quát tập đầu quát có rạp luộc pí tầm nào đàn tôn để rương tầm ọt này ao bạc ỏng luộc bàn đập chấn sạch đập á bạc ỏng có luộc thắng ọt ấy tên nhôm chăm thưa sai cả thà đáy ở bé thưa sai cho cái bé chấn á hay nhôm anh phải giặt phong đây xa tại nhôm ai nắng cứ miền buộc bông trắng phong có lúc rồi tật ỏi tam trời là on này nhôm thọp lứa á nhôm thọp lứa mà lúc vô thôn kia mình ao rồi tật tay nhưng mà đang thay vì chơi cà bật ỏi tay bờ sân chơi quạt đôi nhà không cả lại tay xa để quạtกับ bông chua hưởng trắng với thời tôi sồi tật ấy trắng phong lúc còn sau tật ỏi nhận sau tật ỏi bông sấy pe để quạt sau tật ỏi bông sấy nâng ruột lúc có vẹt sai sờ mà ỏiสลับแต่เปะทรายสมาเปะรุ่ยอัดดังถักกอดกันเลี้ยได้แบบมันดักทรายสมาหนึ่งตึงดักทรายสมาหนึ่งปัดตึงโลกก็เตียงทรายสมามือเตี้ยโยกมาเอาเปะหมักทรายเตี้ยเราเปะหมักทรายเตี้ยปะอ่องโลกก็มีซองในการทายโยมไปยัดเมียนกลัวนะโยมไอ้ไปยัดเมียนกลัวให้โยมไอ้ไปยัดไปใจกลมเนื้อก็ไหลน้ำมาในไอ้กลมกุ้ยไอ้แต่ไอ้เป๊กจังงั้นนะหายโลกก็บานส้มเลยถูสับตกโลกทางโยมอัตมาส้มเลยถูสับมวยแต่ดังถังลูกโยเธอไอเตลูกก็ส่งเลยตูสับไอรุ่ด
ពួកគាត់ក៏បានដូចថាជួបលោកហើយចូលទឹកហើយគាត់ក៏ត្រឡប់ទៅផ្ទះទៅរហូតដល់ល្ងាចទើបប្តីប្រពន្ធពីរនាក់ហ្នឹងគាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញនៅពេលយប់ហ្នឹងក៏ប្រហាក់លបាក់ម៉ោង 7 8 យប់ហ្នឹងក៏ព្រះអង្គលោកតេមកហ្នឹងជួបម្ដាយគាត់បកើក៏ប្រាប់ពីដំណើរដើមតងថាញោមស្រីដែលគាត់ពោះធំហ្នឹងគឺមានម្ដាយដើមគេមកហើយម្ដាយដើមហ្នឹងគឺម្ដាយដើមដែលភ្លើងឆេះទៀតម្ដាយដើមហ្នឹងគឺស្រឡាញ់កូននៅក្នុងពោះគឺអត់ចង់ឲ្យកើតទេហេតុអីបានអាត្មាហ៊ានមានសង្ឃិកាអញ្ចឹងនៅពេលដែលអាត្មាសូត្រចងខ្សែអំបោះឲ្យហ្នឹងគឺមានគេទះដៃអាត្មាឲ្យចោលតែអាត្មាព្យាយាមត្រឡឹងមើលគេហ្នឹងគឺមើលអត់ឃើញទេតែអាត្មាគ្រាន់តែដឹងថាញោមគឺមានអ្នកតាមហើយអាត្មាក៏មិននឹកស្មានថាអ្នកដែលតាមហ្នឹងគឺព្រាយកលាភ្លើងដែរដោយសារតែមុនហ្នឹងអាត្មាឡើងមកលើកុដអាត្មាគង់នៅលើកុដហ្នឹងក៏ឮសំឡេងគេនិយាយថាកុំស្រោចទឹកឲ្យវាអ្នកឯងកុំស្រោចទឹកឲ្យវាគុណម្ចាស់លោកមានសង្ឃការថាគេស្រែកឲ្យលោកនោះស្រោចទឹកហើយឲ្យពាក់ព័ន្ធជាមួយរឿងហ្នឹងឯងទើបលោកគិតថាវាអត់មានអីក្រៅពីម្ដាយដើមទេម្ដាយដើមទើបវាមានអំណាចដល់ថ្នាក់ហ្នឹងអញ្ចឹងលោកក៏មានសង្ឃការបែបថាឲ្យប្រយ័ត្នមានរឿងដែលកើតឡើងយល់ទេប្រយ័ត្នតែមានរឿងដែលកើតឡើងព្រះអង្គលោកមានសង្ឃការក៏លោកបិទទូរស័ព្ទហ្នឹងទៅស្អែកឡើងម្ដាយគាត់ក៏បានទេទៅប្រាប់រឿងហ្នឹងណាតែពេលហ្នឹងគឺបានគុណបុណ្យរបស់ខ្សែរបស់លោកគុណបុណ្យរបស់លោកណាកូនក៏គាត់នឹងអត់អីទៅដូចថារបៀបលេងមានអារម្មណ៍ខ្លាចហើយដូចរបៀបថាកក់ក្ដៅអញ្ចឹងលេងឃើញអីអញ្ចឹងណាលេងជួបប្រទេសអី1 2 3 4 5ទៅក៏លេងឃើញទៅរហូតដល់ថ្ងៃដែលគាត់ត្រូវបានសម្រាលបុត្រថ្ងៃដែលគាត់សម្រាលបុត្រហ្នឹងអ្នកទាំងអស់នៅថ្ងៃដែលគាត់សម្រាលបុត្រហ្នឹងគឺគាត់នឹងទៅសម្រាប់មន្ទីរពេទ្យចំនួន2ថ្ងៃមកដូចថារងចាំតែថ្ងៃដែលគាត់ត្រូវកើតអញ្ចឹងណាគាត់ក៏ទៅសម្រាប់នៅមន្ទីរពេទ្យ2ថ្ងៃទៅសម្រាប់នៅក្នុងមន្ទីរពេទ្យនឹងចំនួន2ថ្ងៃ2យប់ហើយអំឡុងពេល2ថ្ងៃ2យប់ហ្នឹងអានេះខ្ញុំអត់ចោទថាគាត់ឃើញអីទេឬក៏អាចនិយាយបានថាមកពីអារម្មណ៍របស់គាត់គិតច្រើនក៏ថាបានដែរគាត់ធម្មតាយើងអ្នកកើតកូនដឹងស្រាប់អ្នកមានទម្ងន់ណាចិត្តគ្រប់ខែគេមិនឲ្យដើរដូចថាគេឲ្យគាត់ដើរមិនចឹងទៅណាគាត់ក៏ដើរនៅក្នុងបរិវេណបន្ទប់ហ្នឹងគាត់ទៅដើរចូលដើរឡើងដើរចូលរហូតដល់គាត់មកអង្គុយនៅកៅអីពេទ្យពេលដែលគាត់ឡើងមកលើក្រេទើបគាត់ដឹងថាគាត់បាត់ខ្សែអំបោះដៃនឹងបាត់ខ្សែអំបោះដៃគាត់ក៏សួរប្តីគាត់ថាឃើញខ្សែអំបោះដៃគាត់ប្តីគាត់ក៏អត់ចាប់អារម្មណ៍ម៉ែក្មេងគាត់ក៏អត់ចាប់អារម្មណ៍ដែរគ្រាន់តែដឹងថាម្នាក់ពេលដែលឮថាបាត់ខ្សែអំបោះដៃហ្នឹងក៏នាំគ្នាឆែកតាំងពីធុងសម្រាមឡើងឆែកតាំងពីកតូបកអាវក្មេងកធក់កអាវក្មេងគឺឆែកអស់រោយ៉ាងណាក៏រកអត់ឃើញរហូតដល់ទេទៅប្អូនថ្លៃឲ្យរកខ្សែអំបោះដៃហ្នឹងនៅផ្ទះទៀតទៅរោនៅផ្ទះទៀតទាំងដែលគាត់នៅពេទ្យសោះហ្នឹងគាត់ឃើញខ្សែដៃហ្នឹងសុកវិបត្តិនេះតែចង់ឲ្យអស់ចិត្តក៏ឆែករោគឲ្យអស់ដើម្បីបញ្ជាក់ថាខ្សែដៃហ្នឹងជ្រុះនៅផ្ទះឬក៏ជ្រុះនៅពេទ្យអញ្ចឹងតែពួកគាត់រោយ៉ាងណាក៏រោអត់ឃើញតែខ្សែអំបោះដៃហ្នឹងនៅពេលដែលគាត់បាត់ខ្សែអំបោះដៃគាត់ក៏បានទេទៅតាមម្ដាយគាត់ថាគាត់បាត់ខ្សែអំបោះដៃហើយពេលហ្នឹងម៉ាក់គាត់កំពុងតែធ្វើដំណើរមកពេទ្យដែរម៉ាក់គាត់ថាអញ្ចឹងម៉ាក់ឡប់ទៅវត្តសិនម៉ាក់ទៅសុំអំបោះខ្សែដៃពីលោកសិនម៉ាក់គាត់ក៏ឡប់ទៅយល់ទេម៉ាក់គាត់ក៏ឡប់ទៅនៅពេលដែលម៉ាក់គាត់ឡប់ហ្នឹងគាត់ថាអំឡុងពេលដែលម៉ាក់គាត់កំពុងតែទៅហ្នឹងគាត់ដឹងខ្លួនឯងច្បាស់ថាគាត់ចាប់ផ្ដើមមានអារម្មណ៍អត់ស្រួលហើយគាត់ចាប់ផ្ដើមឃើញអីប្លែកៗដែរគឺគាត់ចាប់ផ្ដើមដឹងខ្លួនឯងគាត់ក៏ប្រាប់ម៉ែក្មេងគាត់ប្រាប់ប្តីរបស់គាត់ថាឲ្យមកអង្គុយចិត្តគាត់មកម៉ែក្មេងគាត់និងប្តីគាត់ហ្នឹងក៏និយាយថាបើគ្នាហៅទៅអង្គុយចិត្តទៅឲ្យគ្នាកក់ក្ដៅប្រពន្ធរបស់គាត់ក៏លួចនិយាយរឿងហ្នឹងតែប្រាប់ប្តីថាខ្សែអំបោះដៃបាត់ហើយប្រហែលខ្សែអំបោះដៃត្រូវបានគេកត្រាក់យកទៅហើយគាត់ឆ្លៀតប្រាប់ប្តីទៀតថានៅក្នុងពេទ្យនេះមិនមែនមានតែពលឹងមួយទេគាត់ថាគាត់មានអារម្មណ៍ថាគេដើរចុះដើរឡើងនៅជុំវិញបន្ទប់នឹងហើយគេដើរកាត់នៅមុខបន្ទប់នឹងគាត់មានអារម្មណ៍ថាគេដើរទាំងខាងក្នុងគេដើរទាំងខាងក្រៅអញ្ចឹងគាត់មានអារម្មណ៍ថាអត់ស្រឡះនៅក្នុងចិត្តទេនៅពេលដែលគាត់មានអារម្មណ៍នឹងកើតឡើងយល់ទេមានអារម្មណ៍កើតឡើងយល់ប្តីរបស់គាត់ចេះតែអោបគាត់ឲ្យលួងគាត់លួងអញ្ចឹងណាម៉ែក្មេងគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថារៀងភ័យខ្លួនដែរដូចថារៀងភ័យចិត្តដល់ម៉ោងចិត្តដល់ថ្ងៃចិត្តដល់ម៉ោងដែលត្រូវកើតហើយចាប់ផ្ដើមកូនគាត់មានអារម្មណ៍បែបនឹងម្ដងទៀតអញ្ចឹងណាគាត់ក៏ទេទៅប្រឡងថាបានបោះខ្សែសមាដៃនៅយល់អត់ទេទៅ
ពេលដែលទេទៅតឡងហ្នឹងណាតឡងនឹងតឡងទេរោគ្នាទេទៅភ្លាមក៏មានអ្នកលើកអញ្ចឹងគេលើកទូរស័ព្ទតែពេលដែលលើកទូរស័ព្ទហ្នឹងគឺអត់លឺសំឡេងអ្នកណានិយាយក្រៅពីលឺសំឡេងរ៉ែដូចជាបើករថយន្តអញ្ចឹងគាត់ក៏បិទហើយទេទៅម្ដងទៀតទេម្ដងទៀតអត់មានអ្នកលើកទេទៅលើកទី3ទើបមានអ្នកលើកនៅពេលដែលមានអ្នកលើករួចទើបសួរថាទេទៅមុនហ្នឹងមិនលើកឲ្យអត់អញ្ចឹងតឡងខាងនោះថាអត់បានលើកលេខទូរស័ព្ទហ្នឹងទេហើយត្រឹមតែឃើញលេខហ្នឹងទេមកទេតឡងក៏អត់និយាយច្រើនសួរថាបានខ្សែបោះខ្សែស្មាដៃនេះក៏ថាបានអើបញ្ញាប់យកមកតិចមកមីអូនអត់ស្រួលលោកថែមទាំងឲ្យកថាសកត់ក្បាលតនិតមកទៀតយកទាំងកថាសកត់ក្បាលតនិតពេលដែលគាត់ទៅយកខ្សែនឹងអីរួចយកមកដល់ពេទ្យយកមកដល់ពេទ្យគឺបងស្រីម្នាក់ហ្នឹងនិយាយថាគេមកហើយដល់របៀបដូចថាគាត់ដឹងថាដល់ម៉ោងដល់ពេលវេលាគេមកហើយគាត់ក៏និយាយរួចគាត់សន្លឹងមើលទៅកាន់ទ្វារហ្នឹងទ្វារបន្ទប់ពេទ្យគាត់សន្លឹងមើលទៅកាន់ទ្វារបន្ទប់ពេទ្យហើយគាត់ក៏ប្រាប់និយាយពាក្យហ្នឹង2ដងថាគេមកហើយគេមកហើយម្នាក់ដែលនៅហ្នឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចពេលហ្នឹងបងស្រីគាត់ថាគាត់អត់ឈ្នះគេទេគេមកលើកនេះគឺមានគ្នា2នាក់គាត់ក៏រៀបរាប់យូសវលគេក៏រៀបរាប់គាត់នឹងក៏រៀបរាប់ពីរូបរាងរបស់អ្នកហ្នឹងម្នាក់គឺមានរូបរាងដូចកំពង់សក់ធំអញ្ចឹងសក់ក្បាលកត្រងខ្លួនខ្មៅស្លៀកក្បិនចងពីនេះម្នាក់ទៀតស្លៀករ៉ូបពណ៌សសក់សឡូនតែអត់មានគ្រាប់ភ្នែកអ្នកដែលអត់មានគ្រាប់ភ្នែកទេមកទាំង2នាក់គឺមករកគាត់ដល់បន្ទប់ពេទ្យហ្នឹងគាត់របៀបដូចចាប់ផ្ដើមមានអារម្មណ៍ថាគាត់កើតជាមនុស្សដែលគាត់លេងដឹងខ្យល់អីលេងរបៀបថាលេងស្គាល់មនុស្សលេងស្គាល់ខ្មោចគាត់ក៏ចាប់ផ្ដើមលេងមានអារម្មណ៍ថាគាត់ស្គាល់អ្នកណាគេទាំងអស់គាត់ដូចមនុស្សវែងវ័នណាវែងវ័នអាការៈបែបហ្នឹងបើចាស់ផ្ដើមលោកថាព្រីកាឡាភ្លើងកន្លងបងប្អូនអាចសួរចាស់បានបើសិននៅក្នុងអាការៈបែបអញ្ចឹងចាស់ផ្ដើមលោកថាព្រីកាឡាភ្លើងកន្លងម៉ែគាត់បង្កើតម្ដាយគាត់បង្កើតពេលដែលឃើញអាការៈកូនបែបហ្នឹងក៏ទាញចេកទាញធុកយកទៅទៅបែបបន់សែនអញ្ចឹងណាសែននៅពេលដែលបែបបន់សែនគាត់អត់ដឹងថាវាមានរឿងដល់ថ្នាក់ហ្នឹងពេលដែលគាត់សែនហើយកូនរបស់គាត់ចាប់ផ្ដើមប្រកាច់បងស្រីចាប់ផ្ដើមប្រកាច់ពេទ្យគឺមកទាំងអស់គេមកមើលគាត់ទាំងអស់យល់អត់ពេទ្យតែគេមកមើលទាំងអស់គាត់ស្រាប់តែគាត់អូយបើយើងនិយាយថាបែកទឹកភ្លុះគេក៏ចាប់ផ្ដើមសម្រាលកូននៅអំឡុងពេលហ្នឹងណាអ្នកទាំងអស់នេះមិនមែនថាគាត់សម្រាលមិនចេញទេគឺគាត់សម្រាលចេញតែវាអកុសលត្រង់ថាសម្រាលចេញហើយម្ដាយក៏ស្លាប់កូនក៏ស្លាប់ទាំងពីរហ្នឹងមកយល់អត់នៅពេលដែលទទួលដំណឹងថាអ្នកទាំងពីរគឺគាត់លាចាកលោកទៅហើយកូនទាំងម្ដាយក្មេកទាំងប្តីទាំងអីគឺជុំទៅហើយសពគាត់ត្រូវបានគ្រប់កណ្ដាត់សដាក់មកលើឡានដឹកយកទៅធ្វើបុណ្យមកឆ្ងាញ់ត្រង់កន្លែងនេះទាំងអស់គ្នាពេលដែលស្លាប់ហើយគេអត់បានតង្កល់សពនោះទេគេគ្រប់កណាត់សឲ្យរួចគេក៏បញ្ជូនសពនឹងឲ្យទៅកាន់បងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីពេលដែលដឹកសពនឹងចេញពីពេទ្យមកបាន1គីឡូដីអ្នកដែលអង្គុយនៅក្នុងឡានដឹកសពទាំងអស់គ្នាហ្នឹងម្នាក់ចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចម្នាក់ចាប់ផ្ដើមអារម្មណ៍ថាខ្លាចតែមិនមែនខ្លាចសពប្រពន្ធសពកូនឯងទេគឺមានអារម្មណ៍ថាឡានហ្នឹងគឺមិនមែនមកជិះតែម្នាក់ឯងទេដូចនឹងអារម្មណ៍ដែលប្រពន្ធគាត់ធ្លាប់និយាយចឹងឡានហ្នឹងមិនមែនជិះមកតែឯងគឺគាត់មានអារម្មណ៍ថាដូចគេកំពុងតែអង្គុយប្រជាគាត់ក៏មានអារម្មណ៍ថាមានអ្នកខ្លះអង្គុយនៅលើសពនឹងទៀតរហូតដឹកសពនឹងមកដល់ផ្ទះឆ្កែផ្ទះគាត់ចាប់ផ្ដើមលូឡើងទៅហឹងពេលដែលដឹកសពនឹងមកដល់ផ្ទះអូអ្នកចិត្តខាងទាំងអស់ក៏គេមកនិយាយថាគេមកចូលរួមសោកស្ដាយគេមកជួយមួយដៃមួយជើងចឹងឆ្កែនៅក្នុងផ្ទះនោះគូលូឡើងទៅលួចគេចាប់ដើមលូសុំបីតែអ្នកចិត្តខាងក៏គេមិនគេហ៊ាននិយាយគោទាំងគេទាំងយើងដឹងក្នុងចិត្តថាខ្មោចនេះគឺតៃហោព្រីកាឡាភ្លើងចំពេលដែលដឹងតែឆ្កែលូរឿងអីមិនខ្លាចតែគេអាចទៅនិយាយប្រាប់ថាសក់នឹងសក់តៃហោមិនអាចនិយាយតែគេផ្ទះបែកមាត់ហ្នឹងមិនទេយល់អត់អញ្ចឹងម្នាក់បានត្រឹមតែប៉ុណ្្នឹងបានត្រឹមតែគេនិយាយថាអញ្ចេះទៅលើកសពនឹងឡើងទៅលើទៅគ្រប់កណ្ដាលឲ្យចងមុងអត់ឲ្យដាក់សពនឹងកណ្ដាលវាអានឹងអ្នកចិត្តខាងគេប្រាប់ថាសពនឹងចងមុងទៅហើយចាប់ក្រុងឆ្មាក្រុងអីទុកគេដឹងអ្នកចិត្តខាងគេដឹង
ក៏ចាប់ក្រុងឆ្មាឲ្យចងមុខឲ្យសពហ្នឹងឯងគឺចងនឹងឲ្យសពអត់ឲ្យដល់ស្អែកតន់ទេអត់ឲ្យដល់ស្អែកតន់ទេអ្នកដែលនៅកដសពនៅក្នុងរោងបុណ្យទាំងអស់ហ្នឹងគេថាខ្មោចលោកអត់ឲ្យដល់ស្អែកតន់អត់ឲ្យតន់គ្រប់7ថ្ងៃទេស្រាប់តែលឺសំឡេងបំពេកូនពីលើដើមដូងមកនៅក្នុងរោងប្រមាណអ្នកដែលអង្គុយនៅក្នុងផ្ទះគេអត់ថាតែអ្នកដែលអង្គុយកដសពនៅខាងក្រៅដែលអង្គុយក្នុងរោងគេរត់ឡើងប្រះអាយុគ្រប់គ្នាព្រោះគេលឺសំឡេងបំពេកូននៅលើដើមដូងហើយដើមដូងហ្នឹងណាគឺដើមដូងដែលចងមេក្រូប៉ុនលឺសំឡេងបំពេកូននៅលើដើមដូងម្នាក់រត់ប្រះអាយុចេញពីរោងបុណ្យផ្អើលឈុលទាំងអស់គ្នាផ្អើលរួចក៏និយាយថាប្រហែលជាមកពីមេក្រូនឹងឆ្លងអ្នកខ្លះគេនិយាយប្រឡប់តែអ្នកខ្លះគ្នាវាខ្លាចខ្មោចពេកគ្នាអត់គិតថាអានឹងគេនិយាយប្រឡប់ទេថាអត់ទេខ្ញុំលឺសំឡេងខ្មោចពេកកូនខ្ញុំលឺពេកកូននៅតែនិយាយថាគេដឹងហើយតែយើងនិយាយប្រឡប់ដើម្បីកុំឲ្យខ្មោចនេះវាកាចគេដឹងលោកអាចារ្យធ្វើខ្សែសមាយកទៅចងចដើផ្ទះចងដើមដូងចងខ្លងទ្វារផ្ទះលោកតាអាចារ្យលោកដឹងតែខ្មោចនឹងលងលោកធ្វើខ្សែអំបោះវិញខ្សែអំបោះដូចចងក្តាមឈូសចឹងយកទៅចងសកត់ព្រលឹងកុំឲ្យព្រលឹងវិញ្ញាណសោតកាយផ្សេងចូលកុំឲ្យវិញ្ញាណចូលយល់អត់លោកអាចារ្យក៏លោករៀបចំកិច្ចហ្នឹងលោកក៏ធ្វើកិច្ចទាំងអស់ហ្នឹងដើម្បីកុំឲ្យព្រលឹងខ្មោចហ្នឹងព្រលឹងខ្មោចហ្នឹងកូនវាលងនៅពេលដែលអាចារ្យគាត់ធ្វើកិច្ចនឹងហើយលោកអាចារ្យក៏គាត់នឹងរបៀបដូចថាប្រាប់អ្នកដែលនៅថាគេងកដោសពឲ្យច្រើនគេងកដោសពអាណាគេនៅក្រៅមិនមើលផងប្រយ័ត្នមានឆ្មាមានអីឡើងមកហ៎1 2 3 4 5អញ្ចឹងទៅរៀបរាប់ប្រាប់អញ្ចឹងណាលោកអាចារ្យក៏លោកនៅអាចារ្យក៏គាត់នៅតែអ្នកដែលនៅក្នុងកំដរបនសពដែលនៅរោងអត់មានពីណាគេហ៊ានឡើងទៅលើផ្ទះនឹងទេម្នាក់គឺនៅកន្លែងចុងភៅទាំងអស់គេខ្លាចនៅកន្លែងចុងភៅយល់ទេនៅពេលដែលម្នាក់នៅកន្លែងចុងភៅហ្នឹងម្នាក់អត់មានអ្នកណាហ៊ាននិយាយរឿងហ្នឹងទេអត់មានអ្នកណាគេលើកពីឈ្មោះរបស់សពយកមកនិយាយទេមានតែម្នាក់ទេដែលលើករឿងសពហ្នឹងមកនិយាយលើកសពយកមកនិយាយគឺម្នាក់ហ្នឹងនិយាយអំពីរឿងកាលដែលបងគាត់នៅរស់ជួបអីខ្លះគឺប្អូនបកៅអ្នកនិយាយរឿងហ្នឹងប្រាប់គេដែលនៅទាំងអស់គ្នាហើយក៏និយាយថាបងថ្លៃគាត់មិនជឿរឿងប្រាប់រឿងហ្នឹងអញ្ចឹងណារបៀបដូចថាសពនឹងមិនអស់ចិត្តក៏មិនដឹងណាកូនសពនឹងមិនអស់ចិត្តឬក៏មិនដឹងស្រាប់តែអ្នកដែលនិយាយរឿងរ៉ាវទាំងអស់ដែលត្រូវជាប្អូននឹងប្រាប់គេនឹងកូនកំពុងតែនិយាយចប់នឹងគេកាច់មាត់អត់ឲ្យនិយាយតែគេកាច់មាត់ឲ្យគាត់បិទពពុះមាត់បាត់កាច់តតែអាចារ្យមកឲ្យធុកសែនព្រេតទើបអាចារ្យប្រាប់ថាអាចារ្យប្រាប់ត្រង់ថាចេះសពនឹងគឺកលាភ្លើងហើយអញ្ចឹងបើគាត់និយាយខុសកន្លែងណាខឹងគាត់ក៏ខឹងទៅតែធ្វើតាមគាត់ត្រូវតែធ្វើតាមគាត់អុចគនុភ្លើងឲ្យច្រើនអុចគនុភ្លើងនៅក្នុងផ្ទះបនសពនៅឲ្យច្រើនដើម្បីកុំឲ្យព្រាយកលាភ្លើងនោះចូលមកក្នុងផ្ទះកុំឲ្យព្រលឹងព្រាយកលាភ្លើងនោះចូលមកក្នុងខ្លួនសពនឹងឲ្យបាទគេអុចគនុច្បើឲ្យច្រើនហើយម្នាក់និយាយឲ្យលឺនិយាយឲ្យលឺហើយជេរក៏ជេរទៅដើម្បីកុំឲ្យព្រាយកលាភ្លើងឬក៏ម្ដាយដើមនោះវាចូលលោកអាចារ្យឲ្យធ្វើចឹងនៅពេលដែលគ្រប់គ្នាធ្វើអញ្ចឹងកូនធ្វើតាមអ្វីដែលអាចារ្យប្រាប់រហូតតទៅដល់ព្រឹកឡើងគេក៏ចាប់ផ្ដើមលើកសពដាក់ចូលមឈូសយកទៅបូជាលោកអាចារ្យប្រាប់ថាសពនឹងមុននឹងដង្ហែសពនឹងយកទៅដល់មេនបូជាមកឈូសអាចគ្របបានតែកុំតាន់វាយដេកោផ្ចិតហើយសពនឹងទៀតសោតលោកអាចារ្យគាត់សុំដឹកចេញពីផ្ទះនឹងទៅរហូតទៅដល់មេនត្រូវតែសពនឹងផ្កាប់មុខសិនឲ្យសពនឹងដេកផ្កាប់មុខសិនបើអត់អញ្ចឹងទេគឺលោកណាឲ្យព្រលឹងគ្នាអត់បានចាប់ជាតិដោយសារតែមានព្រលឹងវិញ្ញាណចាំកាក់ព្រលឹងនឹងចាំកាក់សពនឹងអញ្ចឹងលោកអាចារ្យលោកឲ្យធ្វើអញ្ចឹងរហូតដឹកសពនឹងទៅដល់មេនបូជាគេក៏ត្រឡប់សពនឹងមកផ្ងាវិញហើយក៏ដាក់បូជាសពនឹងនៅពេលដែលបូជាសពនឹងអីរួចទេបងប្អូនសពអីរួចបូជាសពគ្រប់អស់កូនឯងជឿអត់មានតំណែងពីពេទ្យមកមានអ្នកដែលគេដឹងរឿងនៅពីពេទ្យគេមកប្រាប់ថាយប់ដែលតកល់សពនឹងនៅផ្ទះហើយយប់នឹងដែលនៅពេទ្យគាត់ថាមានមនុស្សស្រីដើរហៅពេទ្យឲ្យជួយសម្រាលកូនឲ្យទៅហៅគេឲ្យជួយបង្កើតកូននៅក្នុងពេទ្យគេនៅបឋមការ2នាក់បានជួបរឿងហ្នឹងថាមានស្ត្រីពុទ្ធមកហៅគាត់ឲ្យទៅកើតកូនម្នាក់ទៀតឮសំឡេងឈឺពោះកើតកូនដើរចូលទៅមើលគឺអត់មានអីទាំងអស់
គឺអត់មានអីទាំងអស់យល់អត់មានអីទាំងអស់ដល់ពេលអញ្ចឹងលោកអាចារ្យលោកក៏ដឹងរឿងនឹងទាំងអស់រួចលោកក៏ធ្វើកិច្ចសកត់ពលឹងនឹងយល់លោកក៏សុំទោសទៅកាន់គ្រួសារសោះលោកត្រូវតែធ្វើអញ្ចឹងបើអត់អញ្ចឹងទេខ្មោចនឹងលងហើយវិញ្ញាណគ្នាបានចាប់ជាតិទេលោកក៏ធ្វើពិធីកិច្ចនៅក្នុងការគោរពខួបឲ្យគ្រប់7ថ្ងៃទើបបាំងស្គរវិញ្ញាណនឹងឲ្យទៅចាប់ជាតិបើមិនអញ្ចឹងទេគឺលងយកក៏លោកអាចារ្យបានរៀបចំកិច្ចមួយនឹងទៅនៅពេលដែលរៀបចំកិច្ចមួយនឹងរួចទៅក៏ដូចនៅអ្វីដែលលោកអាចារ្យបាននិយាយចឹងគឺពលឹងនឹងអត់បានលងពិតមែនដូចថាគេបានទៅទីឋានដែលគេត្រូវទៅបើគុំបានអាចារ្យនឹងរៀបកិច្ចទៅខ្មោចនឹងលងអស់ស្ទះនឹងគុំបានអាចារ្យនឹងគាត់ជួយអញ្ចឹងសាច់រឿងរបស់យើងមានតែប៉ុណ្្នឹងទេអត់វាអត់វែងពេកទេអ្នកបងប្អូនមកធ្វើឲ្យគ្រប់គ្នាអាចស្ដាប់បានអញ្ចឹងរឿងនេះខ្ញុំអត់ recommend ឲ្យបងប្អូនគាត់ពោះធំគាត់ស្ដាប់ទេព្រោះអត់អាចដូចថាអាចប៉ះពាល់របស់គាត់ហើយរឿងនេះក៏មកដល់ទីបញ្ចប់ត្រឹមប៉ុណ្្នឹងដែរបើខ្ញុំនិយាយទៅខុសខាតកន្លែងណាសូមខន្តីអភ័យទោសបងប្អូនទាំងអស់គ្នាណាវាគ្រាន់តែជាសាច់រឿងដែលគ្រប់គ្នាស្ដាប់កំសាន្តទៅអ្នកទាំងអស់គ្នាមិនបាច់មានជំនឿក៏បានក៏តែស្ដាប់កំសាន្តពេលរីត្រីទៅណាហ្នឹងហើយហើយជាចុងក្រោយក៏សូមអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានចូលស្ដាប់អរគុណច្រើនជួបគ្នានៅវីដេអូក្រោយ